ជម្រាបសួរបាទខ្ញុំបាទសំណាងជាមេតិកាថ្មីមកទៀតហើយហើយនេះគឺជាមេតិកាដែលតាក់ទងជាមួយទៅនឹង business experience មេតិកានេះខ្ញុំធ្វើឡើងគឺក្នុងគោលបំណងដើម្បីចែករំលែកទៅលើបទពិសោធន៍តាក់ទងជាមួយទៅនឹងការរស់ស៊ីអញ្ចឹង business experience ហ្នឹងយើងនឹងចែករំលែកអំពីចំណេះដឹងចែករំលែកអំពីបទពិសោធន៍នៃការរស់ស៊ីហើយចែករំលែកអំពីចំណេះជំនាញហើយក៏ដូចជាចំណុចខ្វះខាតហើយក៏ជាចំណុចដ៏ល្អដែលអាចជួយឲ្យពួកយើងទាំងអស់គ្នាឬក៏អ្នកដែលចាប់ដើមចង់រស់ស៊ីអាចនៅពេលដែលបានមើលវីដេអូនេះហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏អាចច្បិចយកចំណុចបានខ្លះចំណុចណាដែលល្អក៏យើងយកចំណុចណាដែលអត់ល្អគឺយើងចោលទៅព្រោះអីមិនប្រកាសថាអ្វីដែលយើងចែករំលែកវាសុទ្ធតែល្អទាំងអស់ហ្នឹងទេបាទគោលបំណងនេះវេទិកាក៏ដូចជា podcast មួយនេះគឺក្នុងគោលបំណងចែករំលែកទាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់ទាក់ទងនឹងបទពិសោធន៍នៃការរស់ស៊ីផ្ទាល់ជីវិតផ្ទាល់ហើយក៏ដូចជាអាជីវកម្មផ្ទាល់ផងដែរអញ្ចឹងបន្ទាប់ពីខ្ញុំគឺនឹងមានការចូលរួមពីសំណាក់ស្ថាបនិកមកពីក្រុមហ៊ុនផ្សេងក៏ដូចជាលោកគ្រូអ្នកគ្រូហើយរួមទាំងអ្នក expert មួយចំនួនដែលជាសម័យ technology ហើយនេះគឺជាកង្វៃដែលនឹងកម្រងអញ្ជើញពួកគាត់មកចែករំលែកនៅទីនេះអញ្ចឹងទេ business experience ហ្នឹងយើងធំយើងអាចនឹងមានអ្នកចូលរួមមកចែករំលែកនៅទីនេះដោយ free បានន័យថាវាហាក់បីដូចជា library មួយដែលយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមកបាទហើយនៅ business experience នេះយើងក៏អត់និយាយអំពីនយោបាយអីដែរហើយក៏អត់បាននិយាយអំពីបញ្ហាផ្លូវចិត្តអីដែរបាទព្រោះនេះជាវេទិកាមួយដែលយើងចង់ផ្ដោតសំខាន់ទៅដល់ការរស់ស៊ីព្រោះខ្ញុំចង់ឲ្យយុវជនសម័យក្រោយយុវជនសម័យថ្មីនេះមានការទទួលចាប់យកបទពិសោធន៍បានគ្រប់ទីកន្លែងបានន័យថាគាត់មានឱកាសក្នុងការស្ដាប់គាត់មានឱកាសក្នុងការមើលហើយគាត់មានឱកាសនឹងរៀនសូត្រឲ្យបានច្រើនអញ្ចឹងដូចខ្ញុំជាដើមហើយថាគំនិតនៃការរស់ស៊ីរបស់ខ្ញុំវានៅក្មេងដោយសារតែយើងអត់ធ្លាប់បានរៀនបានជ្រៅជ្រះមែនទេខ្ញុំរៀននៅបញ្ញាបត្រមួយទៀតយើងអាចយកវាមកប្រៀបធៀបរវាងនឹងអ្វីដែលយើងរៀនហើយនឹងអ្វីដែលអ្នកជំនាញក៏ដូចជាបងដែលបានចែករំលែកតើចំណុចទាំងអស់នេះវាស៊ីគ្នាដែរឬទេហើយការអនុវត្តផ្ទាល់នឹងការយើងទ្រឹស្ដីតើវាខុសគ្នាបែបណាអញ្ចឹងហេតុផលដែលខ្ញុំលើកយកវេទិកានេះមកគឺដោយសារខ្ញុំមើលឃើញនៅផលលំបាករបស់អ្នកចង់ចាប់ផ្ដើមនៃការរស់ស៊ីអ្នកដែលមិនធ្លាប់រស់ស៊ីសោះអញ្ចឹងពិបាកមែនទែនដោយសារអីយើងអត់អាចទៅស៊ូនាំគេគ្រប់ពេលវេលាបានទេដោយសារតែម្នាក់ក៏មានភារកិច្ចក្នុងការបំពេញរឿងខ្លួនផងដែរអានេះជាចំណុចដែលខ្ញុំឃើញថាវាពិបាកដោយសារខ្ញុំផ្ទាល់ខ្លួនឯងគឺខ្ញុំពិបាករកមែនទែនហើយទី2នៅពេលដែលយើងបានទទួលបានបទពិសោធន៍ជាក់ស្ដែងពិតពីចែករំលែកពីរៀមច្បងក៏ដូចជាលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកដែលអនុវត្តផ្ទាល់បានន័យថាជាស្ថាបនិកជាតកែជាអ្នកគ្រប់គ្រងដែលគាត់ធ្វើការនៅក្រុមហ៊ុនផ្ទាល់អញ្ចឹងពេលដែលគាត់ចែករំលែកបានន័យថាវាជារឿងពិតវាជារឿងដែលពេលខ្លះនៅក្នុងទ្រឹស្ដីហ្នឹងវាអត់ដូចនៃការអនុវត្តទេអញ្ចឹងហើយវាមានសារៈសំខាន់មែនទែនក្នុងការចែករំលែកនៅកន្លែងនេះអញ្ចឹងគោលនៃសំខាន់នៅទីនេះខ្ញុំនឹងអញ្ជើញវាគ្មិនមានដូចជាគ្រូបង្រៀនមានដូចជាស្ថាបនិកនៃអាជីវកម្មមានដូចជាអ្នកជំនាញដូចទៅលើផ្នែកបច្ចេកទេសផ្នែកទីផ្សារផ្នែកគ្រប់គ្រងផ្នែក human resource អញ្ចឹងមានច្រើនផ្នែកច្បាប់ក៏មានដែរហើយនេះគឺជាអ្វីដែលនឹងចែករំលែកហើយខ្ញុំសង្ឃឹមថាការអញ្ជើញមកចូលរួមចែករំលែកនៅក្នុងសង្គមវិញនេះគឺពិតជាមានន័យទាំងអស់គ្នាដើម្បីជួយអភិវឌ្ឍនៅយុវជនឬក៏ធនធានមនុស្សរបស់យើងនៅក្នុងសង្គមរបស់យើងបាទ